ដើម្បីបាននៅវីដេអូបច្ចេកវិទ្យានិងការរកលុយអ្នកទាំងអស់គ្នាចុចពាក្យថា SAE Make Money Online បន្ទាប់មកអ្នកទាំងអស់គ្នាចុចទៅលើពាក្យ Subscribe ហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចុចទៅលើពាក្យកណ្ដឹងហើយបន្ទាប់មកគ្រីសលើកណ្ដឹងបន្ទាប់មកចុចពាក្យថា Share ដើម្បីបាននៅវីដេអូថ្មីៗអំពី YouTube Channel របស់ខ្ញុំបាទជំរាបសួរអ្នកទាំងអស់គ្នាផងដែរដែលបានចូលមកកាន់ Channel SAE Make Money Online អញ្ចឹងនៅក្នុងវីដេអូនេះផងដែរគឺខ្ញុំចង់ធ្វើការបង្ហាញអ្នកទាំងអស់គ្នាអំពីបច្ចេកវិទ្យាអំពីធ្វើឲ្យ Facebook របស់យើងនឹងទទួលបានការ like ច្រើនអញ្ចឹងវិធីសាស្ត្រនេះផងដែរគឺមានគេធ្វើហ្នឹងគឺបានច្រើនពិតមែនហ្នឹងមកខ្ញុំមកលើកយកមកបង្ហាញអ្នកទាំងអស់គ្នាដើម្បីអ្នកទាំងអស់គ្នាបាន like ច្រើនដើម្បីមានចិត្តក្នុងការលេងក្នុង Facebook អញ្ចឹងលេង Facebook បើយើងអត់មាន like យើងអត់ចង់លេងដល់អញ្ចឹងមិនមែនពីព្រោះតែគេមិនចង់ like ទេពីព្រោះគេមិនឃើញនៅរូបភាពរបស់យើងភាសារូបភាពរបស់យើងវាមិនចេញសាយដូចគេដល់ពេលយើងដាក់នៅវិធីសាស្ត្រមួយនេះគេចុច like ហើយរូបភាពរបស់យើងហ្នឹងគេនៅតែឃើញដដែលអញ្ចឹងវាធ្វើឲ្យ like របស់យើងហ្នឹងគឺបានច្រើនអញ្ចឹងដើម្បីទទួលបាន like ច្រើននោះអ្នកនរគ្នាចុចត្រង់កន្លែងនេះមកហើយបន្ទាប់មកទៀតអ្នកនរគ្នាចុចពាក្យថា setting ជ្រើសរើស setting អញ្ចឹងមកដល់នៅត្រង់ចំណុចមួយនេះអ្នកនរគ្នាចុចពាក្យថា privacy នៅពេលដែលអ្នកនរគ្នាមកដល់ privacy អ្នកនរគ្នាជ្រើសរើស edit មកដាក់ public នេះ publicចឹងនៅពេល Facebook របស់អ្នកនរគ្នាសយនេះមានតា friend is friend និង public ចឹងអ្នកនរគ្នាជ្រើសរើសពាក្យ public ដើម្បីបាន like ច្រើនហើយបន្ទាប់មកនៅទី2នេះក៏យើងជ្រើសរើសពាក្យ public ដែរដល់ you can contact me អ្នកនរគ្នាជ្រើសរើសនេះ open ដែរក៏ជា public គេថា everyone អញ្ចឹងយើងយកត្រូវបន្តមកនៅត្រង់កន្លែងនេះអ្នកនរគ្នាជ្រើសរើសeveryone ដូចគ្នាហើយមួយទៀតក៏ everyone ដែរហើយនៅត្រង់ចំណុចចុងក្រោយគេបងអស់អ្នកនរគ្នាជ្រើសរើសពាក្យថា yes គូគ្រីចឹងមក yes នេះគឺយើងបានមួយលក្ខខណ្ឌដែរដើម្បីទទួលបានwe can see my stuff ចឹងគេនឹងឃើញនៅរូបភាពដែលយើងផុសនេះ you can see your photo ផុសចឹងគេនឹងឃើញរូបភាពដែលអ្នកផុសពេញពិភពលោកចឹងមកមួយពិភពលោកគេឃើញទាំងអស់ចឹងយើងបានឡាច្រើនហើយចាំតែcomment ពិបាកទៀតតែ like ច្រើន comment ក៏ច្រើនដែរអញ្ចឹងនៅពេលដែលយើងហើយមួយចំណុចនេះនៅសល់មួយចំណុចទៀតគឺនៅត្រង់public post នេះនៅត្រង់កន្លែង public post នេះអ្នកទាំងអស់គ្នាជ្រើសរើសនៅ public នៅត្រង់កន្លែងខាងលើបាទខ្ញុំបានជ្រើសរើសរួចមកហើយខ្ញុំទើបបានដាក់ទេអត់ទាន់បានផុសរូបអីមួយទេហើយនៅត្រង់ខាងក្រោមនេះក៏អ្នកទាំងអស់គ្នាជ្រើសរើសពាក្យថា public បាទនៅត្រង់ទី2 public post notification ហ្នឹងក៏អ្នកទាំងអស់គ្នាជ្រើសរើសពាក្យថា public ហើយទី3 you can like or comment on your public profile picture and other profile info ចាត្រង់ចំណុចនេះគឺវាសំខាន់បំផុតហើយដើម្បីបាន like និង comment នៅពេលដែលយើងដាក់ public ទៅនៅពេលដែលគេ like យើងហើយរូបភាពរបស់យើងហ្នឹងវាអត់ធ្លាក់ទៅខាងក្រោមទេវានៅតែខាងលើវាទៅនៅខាងលើរហូតគេចុចមកឃើញអញ្ចឹងធ្វើឲ្យការ like របស់យើងហ្នឹងគឺបានច្រើនហើយយើង add friend ហ្នឹង add ឲ្យបានច្រើនទៅមកនៅពេលដែលយើងបង្កើតនៅ Facebook ថ្មីអ្នកនរគ្នាដាក់ public ជិះមកដាក់ public ដូចខ្ញុំបានបង្ហាញ
mình nắng đại chẳng máu hay add friend là bạn phải một bọn nè cái nó add nè thằng kia với nhảy add cho đàn pod add ai hái nè thằng kia chập đàn pod rùm á bơm lại nè thằng kia cọp sẽ tập 5k 6k ấy ngó vậy là bay mà plate nè mẹ thằng mà plate này vì là bay vì lươn nè cho nên thằng kia nơi trong cái này public máu hay cái ranking ní gọi là thằng kia chỉ bị thả on chẳng cái việc ba này việc miềnបញ្ហាអ្វីនោះទេក្នុង Facebook របស់យើងហើយចំពោះអ្នកទាំងអស់គ្នាដែលមានចង្អល់ឬបញ្ហានៅត្រង់ណាមួយអាច comment សួរខ្ញុំបាននៅខាងក្រោមវីដេអូ description ខ្ញុំអត់មាន Facebook លេងដូចគេពួកខ្ញុំអត់លេង Facebook ចឹង comment នៅខាងក្រោមវីដេអូ description មកចា៎ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលមើលនៅ YouTube Channel របស់ខ្ញុំសូមជួយចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីអំពី YouTube Channel របស់ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា